លោកឯងហ៎បាទគឺខ្ញុំពួកយើងជួបគ្នាម្ដងទៀតហើយជួបគ្នាម្ដងទៀតហើយនេះកំថាម៉ែសិនចាមិនបានជុំមិញគាត់ឲ្យមកផ្ទះចឹងអូជុំមិញសារតែរត់គេឲ្យខ្ញុំមកជួយធ្វើម្ហូបពេលព្រឹកឲ្យគេអញ្ចឹងទៅខ្ញុំបានមកខ្ញុំក៏សម្រាប់នៅនោះហ្មងទៅមើលទៅកូនដូចស្លេកស្លាំងគេប្រើការងារកូនច្រើនមែនទេអត់ទេម៉ែប្រហែលមកពីខ្ញុំមិនទាន់ទម្លាប់នឹងការងារទាំងអស់នឹងច្រើនជាងហើយបានម៉ែយំដោយសារតែពុកឲ្យនឹងម៉ែទៅកូនត្រូវជួបរឿងបែបនេះអត់អីទេម៉ែខ្ញុំអាចធ្វើបានឲ្យតែរសារដីកែនៅផ្ទះយើងអ្វីខ្ញុំអាចធ្វើបានដែរកូនបើកូនហត់ជើងបកគលដីឲ្យនៅផ្ទះនេះឲ្យក្មួយរត់វិញកុំឲ្យគេប្រើកូនធ្វើការងារច្រើនដូចកូនដូចក្បីចឹងអត់អីទេម៉ែខ្ញុំអាចធ្វើបានតាហើយនិយាយចឹងម៉ែភាសាបាយនៅម៉ែហូបហើយឯងចាស់កូនខ្ញុំក៏រួចហើយដែរអញ្ចឹងចាប់ខ្ញុំទៅជួយបេះបន្លែម៉ែមិនអីទេកូនទៅសម្ភារឲ្យការងារហ្នឹងចាំម៉ែចំណាក់ធ្វើអត់អីទេចាំខ្ញុំជួយម៉ែមីងទៅណាយមីងនៅផ្ទះអត់សិនចាម៉ែដូចជាលឺសលេងលោកគ្រូប៉ែតក្តេញទៅមើលចាម៉ែអូគ្រូប៉ែតមែនតាលោកគ្រូប៉ែតសន្យានៅផ្ទះហើយអត់នៅផ្ទះនោះទៀតទេមែនថ្ងៃហ្នឹងខ្ញុំមកដេកជាមួយម៉ែហើយចុះលោកគ្រូប៉ែតរត់ទៅណាវិញអូខ្ញុំឈឹងមកមើលមីងហ្នឹងមីងគាត់មកអីហើយចុះគាត់ទៅណាបាត់ហើយម៉ែក៏បេះបន្លែនៅក្រោយមីងជំរាបសួរមីងចាជំរាបសួរថាលោកគ្រូប៉ែតមែននាំគ្នាអង្គុយនៅខាងមុខអងហើយបាទមិនអីទេមីងចាំខ្ញុំជួយបេះបន្លែមិនសាមទេដឹងមិនអីទេមីងខ្ញុំកាន់នៅបិទយគាត់តបជួយបេះបន្លែម៉ែចឹងដែរហើយចឹងល្អអើយនេះសន្យាត្រង់ធ្វើការនៅក្នុងមែនណាចាហេតុអីគ្រួសារយើងច្បាប់មិនដល់គេបើយើងមិនទៅធ្វើការទេគេនឹងរឹបអូសយកដីយកផ្ទះនេះវិញចុះគេបើចេញលុយខ្លាចទិញដីទិញចាយមីងមែនចាសន្យាជប់ត្រង់ធ្វើការនៅក្នុងទៅចាំខ្ញុំជួយចេញលុយទិញដីទិញផ្ទះឲ្យសន្យាវិញវ៉ាវស្ដាប់ទៅដូចអស់ចាដល់ហើយណោះជំរាបសួរមីងចាជំរាបសួរហើយក្មួយរត់មកទីនេះមានការអីគឺខ្ញុំមកយកសន្យាទៅវិញតែចាំមកការងារណាចុះខ្ញុំប្រាប់នាងឲ្យទៅថានាងត្រូវស្នាក់នៅផ្ទះខ្ញុំចុះម៉ែខ្ញុំគាត់នៅតែឯងចុះបើយកប្លុកគាត់ធ្វើស្កាត់អីទៅបានអាណាមកគាត់បាទអញ្ចឹងយកគាត់ទៅនៅជាមួយដែរអើយក្មួយរត់មីងអត់ទៅនៅណងទេណែរត់លោកឯងដូចជ្រុលពេកណារឿងខ្ញុំនឹងគ្រួសារសន្យាគ្មានពាក់ព័ន្ធជាមួយលោកទេពាក់ព័ន្ធមិនបានពាក់ព័ន្ធព្រោះខ្ញុំស្លាញ់សន្យាអូចម្លើយហ្នឹងឆ្លើយបានល្អហើយចុះលុយតែចេញដីចេញផ្ទះឲ្យសន្យាវិញអស់ប៉ុន្មានទៅចាំខ្ញុំចេញហើយ$10,000អីគេបើគ្មាន$10,000កុំមកនិយាយជាមួយខ្ញុំមកមួយដិតសន្យាជារបស់ខ្ញុំលោកគ្រូពេទ្យកុំមកញ៉ៃញ៉ៃមីងកំភៃអីចាំខ្ញុំជួយរកវិធីយកសន្យាមកវិញអូខ្ញុំរ៉ារឹតហ្នឹងបងរត់ទៅធ្វើការនៅចំការតើម៉ែទៅចំការទេមិនមែនមកឃើញបងរត់ទេអូខ្ញុំភ្លេចគិតថារឹតនៅចំការហើយអញ្ចឹងលីសាអីបងណារឹតមែនតែខ្ញុំអត់ដឹងអញ្ចឹងចាខ្ញុំប្អូនចរមួយបងរត់បើអស់ការអីហើយក៏ត្រឡប់ទៅវិញទៅកុំតនេដើរលើអប្រយោជន៍ពេកក្រែងរត់ថ្ងៃនេះសេប្រាក់ខែបងខ្ញុំតែបាទ
បើចឹងខ្ញុំទៅសិនណាគេទៅនិស័យស្អាតដល់កហើយ ហើយជិះមកស្អាតវាយ៉ាងម៉េចចេញឆាប់ទៅខ្ញុំយកដបងដេញបាយលើហើយ បាត់បើចឹងខ្ញុំទៅសិនហើយ ណែខ្ញុំខ្ញុំឈឺហ៎ យ៉ាងម៉េចនាងពេជ្រចាក់គ្រូពេទ្យនឹងខ្លាំងណាស់មែនទេ ត្រូវហើយលោកគ្រូប៉ែតសង្ហាតែសង្ហាហើយមានលុយទៀតសំខាន់ចិត្តល្អទៀតហ៎កម្រិតនិយាយអីមួយនាងណា អូគ្មានអីទេគ្រាន់តែប្រាប់ការងារនេះបន្តិចតួចតោះយើងនៅក្នុងផ្ទះ ហើយឈប់នាងកុំភ្លេចប្រមូលក្អៅរបស់ខ្ញុំយកទៅបោកផងអីគេថាម៉េចខ្ញុំឆ្ងល់នាងនេះចូលចិត្តនិយាយពាក្យថាម៉េចហ្នឹងមែនអត់ដឹងទូនីតិរបស់ខ្លួនឯងទេហ៎ ស្អែកមិនបាច់ទៅធ្វើការនៅឆ្ការនៅផ្ទះធ្វើការងារផ្ទះហើយ ដឹងហើយ សញ្ញា អូយរ៉ាមែនមកស្កាត់ចា គឺខ្ញុំតាំងចិត្តបញ្ញាសន្យាណា ហើយមានការអី គឺថា ថាអីមិននិយាយមក ឆ្នាំនេះពួកយើងរៀនចប់ហើយខ្ញុំចង់ប្រាប់សន្យាថា នៅថាហ្នឹងឯងនិយាយមក សញ្ញាខ្ញុំឆ្លាញ់សន្យាព្រមឆ្លាញ់ខ្ញុំអត់ អត់ទេ មកចឹងសន្យាខ្ញុំសុំបងខ្ញុំឆ្លាញ់សន្យាមែនទេ បើយើងស្រឡាញ់ខ្ញុំណាលោកត្រាតែយើងទៅធ្វើដំណើរដល់ផ្ទះខ្ញុំម៉ែសម្រាប់សិនណាម៉ែនេះមកញ៉ាំដំឡូងឆាបនិងផាប់ខរាជនីសិនណា ចាកូនដំឡូងឆាបរាជនីនេះឆ្ងាញ់ណាស់កូន ផាប់ខណាក៏ឆ្ងាញ់ដែរម៉ែនិយាយទៅដំឡូងឆាបរាជនីនិងផាប់ខរាជនីឆ្ងាញ់ដូចគ្នាដំឡូងឆាបហើយនិងផាប់ខរាជនីម៉ែរចនារូបរាងថ្មីរសជាតិវិញនៅតែឆ្ងាញ់ដដែលហើយមាន3រសជាតិមានរសជាតិ barbecue រសជាតិឆេនិងរសជាតិស្រាយសមុទ្រដំឡូងឆាបនិងផាប់ខរាជនីផលិតពីដំឡូងនិងគ្រាប់ពោតរបស់ប្រជាកសិករខ្មែរជាផលិតផលខ្មែរ 100% ដំឡូងឆាបនិងផាប់ខរាជនីម៉ែញ៉ាំលេងក៏បានញ៉ាំមើលកូនក៏បានញ៉ាំបានណាគ្រប់ទីកន្លែងអូ ហើយមកកញ្ចប់ប៉ុន្មានណាកូន មកកញ្ចប់តែ500រៀលឯម៉ែហើយដំឡូងឆាបនិងផាប់ខរាជនីស្រួយឆ្ងាញ់ញ៉ាំជក់មាត់រនឹកស្អីមកឆ្លុះខ្ញុំទេđấy ใส่ภาษาទេមកអង្គុយនិយាយកណ្ដាលវាស្រាមម្នាក់ឯងណា ថាពេលនៅរៀនឬក៏រៀនផងអ្នកដែលនេះធ្វើមើលតែមិនមែនខ្ញុំ តែមិនដឹងគេនិយាយស្អីទៀតណាស្ដាប់អត់ឮសោះអុយបាត់តាណាបាត់អីមិនឃើញនៅនឹងសោះណាបាត់តាណាលឿនម៉េះតិចលោកខ្មាច់ឡើងហើយ ប៉ុននឹងមកខ្លាចអីណាហើយមកលើមើលខ្ញុំទៅ អត់ផងមានណាគេលើកមើលយើងខ្ញុំដែរតែខ្ញុំដែរ ប្រកាសហ៎ គាត់ទេ អូ ណែទៅណា ទៅផ្ទះនៅនឹងឲ្យខ្មោចលងមែន អេចាំខ្ញុំផង ខ្មោចនៅក្រោយហ៎ក្បោច